អូការរៀបចំអន្តេឃើញថាល្អឃើញថាយើងអាចទទួលយកបាននៅពេលដែលយើងរត់បញ្ចប់ទីនៅពេលដែលយើងរត់បញ្ចប់ទីគឺយើងអាចដឹងលទ្ធផលយើងភ្លាមថាយើងស្ថិតនៅក្នុងលំដាប់ទីប៉ុន្មានហើយការរៀបចំអន្តេនេះគឺគេឲ្យយើងតាមលំដាប់លំដោយទៅទទួលយកមេដាយទទួលយកអីគេរៀបចំស្វាគមន៍យើងបានល្អបានយើងអាចទទួលបានថាយើងធ្វើឲ្យយើងនឹងមានអារម្មណ៍ថាចង់ទៅជាលើកទី2ទៀតបាទនឹងហើយមានដូចតែយើងខ្មែរយើងដូចគ្នាការដែលយើងបញ្ចប់នៅពេលពីនេះហើយយើងបានសម្រាប់បន្តិចហើយក៏បានជួបជាមួយនឹងនិស្សិតខ្មែរយើងដូចជាមិត្តបងប្អូនវៀតណាមអីនៅខាងនោះគេស្វាគមន៍យើងគេសុំយើងថតរូបជាមួយទង់ជាតិយើងឃើញថាធ្វើឲ្យចិត្តខ្ញុំនឹងវារំភើបឥតឧបមាបាទហើយដែលគេមកស្វាគមន៍ជាមួយយើងអ្វីដែលគេចង់បានគឺថតជាមួយនឹងទង់ជាតិយើងបាទទង់ជាតិខ្មែរយើងតែម្ដងបាទយើងគិតថាក្រៅប្រទេសទី1នោះគឺយើងរស់នៅកម្ពុជាក្រោមនៅកន្ធើកន្ធើស្រុកកន្ធើបាទនៅកម្ពុជាក្រោមហើយលើកទីនៅហូជីមិញនេះក៏ជាលើកទី1ដែរបាទនៅលើកទី1ដែរនៅហូជីមិញនេះសម្រាប់វិស័យរត់របស់ខ្ញុំនេះបាទនឹងហើយមានឥឡូវនេះកំពុងដាក់កូកាហើយក៏បានចុះឈ្មោះរួចជាស្រេចហើយដែរនឹងពំនាំយកទង់ជាតិរបស់ខ្ញុំនេះ42គីឡូម៉ែត្រនៅទីក្រុងហាឡុងប្រទេសវៀតណាមដូចជានៅហាណូយបាទហាឡុងដូចនៅហាណូយបាទនេះជាលើកទី2នៅក្នុងលើទឹកដីវៀតណាមយកទង់ជាតិខ្ញុំទៅប្រឡូកឲ្យបានដឹងថាទង់របស់ខ្ញុំនេះអាចឈានដល់កម្រិតណាមួយហើយអាចប្រឡូកទៅដល់ប្រទេសណាមួយចាហើយបន្តទៅទៀតខ្ញុំក៏នៅមានអារម្មណ៍មួយទៀតគឺចង់យកទង់របស់ខ្ញុំនេះទៅលេងនៅកងជូអាចលេងនៅក្នុងខែ12ចំណែកនៅហាឡុងនេះនៅខែ11បាទហើយបើកងជូនេះខ្ញុំអត់បានចុះឈ្មោះទេតែមានចិត្តចង់ទៅដែរអូក្រោយពេលដែលយើងវឹកហាត់នេះគឺលទ្ធផលទទួលបានឃើញថាភាពរឹងមាំរបស់យើងសុខភាពរបស់យើងឃើញថាល្អប្រសើរច្រើនជំងឺឈឺថ្កាត់អីគឺសឹងថាអត់មានបាទសឹងថាអត់មានបាទអត់មានដោយសារការហាត់ប្រាណរបស់យើងគឺយើងទីមទាត់យើងធ្វើបានល្អការញ៉ាំយើងត្រូវតមខ្លាញ់តមអីវាទៅថែសុខភាពយើងឲ្យបានល្អដោយសារវ័យយើងក៏វាជ្រេដែរហើយបាទបាទនឹងនៅស្រុកខ្មែរយើងមានបាទមាននៅថ្ងៃទី24ប្រហែលថ្ងៃខាងមុខនេះទៀត24ខែ1យើងនេះគឺជាប់កម្មវិធី Ultra Trail នៅអង្គរវត្តយើងលេងតិចទេ100គីឡូម៉ែត្រខ្ញុំលេងជាលើកទី1ធ្វើតេស្តសាក់លបងខ្លួនឯងមើលថាអាចទៅរួចឬមិនទៅរួចបើទៅអត់រួចឆ្នាំក្រោយនឹងសុំសាក់លបងម្ដងទៀតបាទ Finish line. Representing Cambodia, raise your hand. Welcome back.